ចំណាhandmade សូមស្វាគមន៍បងប្អូនទាំងអស់គ្នាជាថ្ងៃនេះខ្ញុំមានរបស់លេងថ្មីដែលយើងហៅថា magic pom pom សម្រាប់ធ្វើណាអញ្ចឹងនៅក្នុងហ្នឹងពេលដែលយើងទិញមកនេះនៅក្នុងមួយ set ហ្នឹងវាមានចំនួន2គូណានេះមាននេះយើងហៅ size S នេះ size S ចំនួន1គូហើយនឹងខ្សែនេះចំនួន1គូយើងនេះរំបោះម្ដងណាបោះប្រភេទអីក៏បានដែរយើងរំបោះមកខ្ញុំធ្វើឲ្យធំណាអាទូនេះខ្ញុំមកធ្វើខ្ញុំសាក់ធ្វើឲ្យធំណាអញ្ចឹងនៅក្នុងនេះនេះគេតាមតែគេប្រាប់ហ្នឹងវាមានប្រឡោះចាអានេះចិត្តអានេះចំហអានេះមានរុននេះណានេះអត់ពីពកខាងនេះអញ្ចឹងគឺយើងយកវាផ្គុំគ្នាយើងយកនេះមានរុននេះផ្គុំជាមួយនឹងខាងមានពកនេះអញ្ចឹងណានេះយើងផ្គុំយកនេះនេះយើងធ្វើមកឲ្យវានេះអញ្ចឹងណាបន្ទាប់មកគឺយើងយកអំបោះនឹងយកមករុំអញ្ចឹងយើងកាន់តែងាយជាប់មកចាអញ្ចឹងកន្លែងនេះគឺយើងរុំទៅតាមចំណូលចិត្តរបស់យើងណាពេញយ៉ាងហើយយើងកាត់វាទៅយើងកាត់ចឹងហើយយើងចាប់ផ្ដើមមកធ្វើខាងនេះអញ្ចឹងខាងនេះយើងធ្វើដូចគ្នាណាយើងយកអំបោះមកហើយយើងរុំទៅចាអញ្ចឹងនេះពេលដែលយើងធ្វើហើយយើងមកយើងផ្គុំវាបញ្ចូលគ្នាអញ្ចឹងណាហើយបន្ទាប់មកយើងនេះយើងបិទអាហ្នឹងមកចាយើងឡុកអាហ្នឹងណាបងប្អូនអរគ្នាយកកត្រៃនេះកន្លែងនេះយើងឃើញមានប្រឡោះនេះតោះយើងកាត់វាទី2អូខេបន្ទាប់ហើយយើងយកនេះចឹងយកខ្សែរបស់យើងទុកសម្រាប់ចងបងប្អូនចឹងយើងយកវាពីសរសៃក៏បានមកសរសៃក៏បានតែតាមចិត្តរបស់បងប្អូនតែខ្ញុំយកពីសរសៃនេះយើងសោកវាតាមប្រឡោះហ្នឹងវាមានរុនចឹងទេអញ្ចឹងយើងសោកវាតាមហ្នឹងមកនេះហើយបន្ទាប់មកនេះយើងមើលខាងនេះគ្នាចាហើយបន្ទាប់មកយើងចងវាមកណាកន្លែងនេះបងប្អូនអរគ្នាទាញវាឲ្យតឹងណាចងវាឲ្យតឹងឲ្យណែនហ្មងអញ្ចឹងយើងទាញវាឲ្យខ្លាំងមកបន្ទាប់មកយើងបវល់មកខាងនេះវិញហើយយើងចងខាងនេះមួយទៀតចាយើងទាញខ្លាំងដូចគ្នាហើយដាក់មួយជុំទៀតណាអាហ្នឹងយើងចងវាឲ្យណែនតិចដើម្បីពេលយើងយកទៅធ្វើទៅវាអត់រវល់ណាបងប្អូនដល់ពេលរួចរាល់ហើយគឺយើងចាប់ផ្ដើមដោះវាចេញវិញអញ្ចឹងកន្លែងនេះគឺយើងទាញកលឹះនឹងមកហើយបន្ទាប់មកយើងទាញវាចេញមកចាកន្លែងនេះយើងដូចគ្នាដែរយើងដោះកលឹះនឹងមកបន្ទាប់មកយើងទាញបន្ទាប់មកនេះវាអញ្ចឹងណាចាំបងប្អូនអរគ្នាយកកត្រៃមកកាត់និយាយទៅកន្លែងណាដែលវាអត់ស្អាតយើងកាត់ធ្វើឲ្យវាមូលបងប្អូនអូខេនេះ